ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅក្នុងភូមិចំនួន5នៃឃុំពញាក្រែកស្រុកមុខកំពូលខេត្តកណ្ដាលទទួលអំណោយមនុស្សធម៌ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់សរុបចំនួន23គ្រួសារសមាជិក111នាក់នៅក្នុងភូមិចំនួន5នៃឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាលបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តនាសប្តាហ៍កន្លងទៅនេះឯកឧត្តមនូសាខនអនុប្រធានកិត្តិយសសាខាខេត្តបានដឹកនាំប្រតិភូសាខាចោះសួរសុខទុក្ខនិងនាំចុកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនដល់ជនដែលរងគ្រោះដល់លំនៅឋានផ្ទាល់តែម្ដងពិធីនេះមានការអញ្ជើញចូលរួមពីប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមុខកំពូលនិងក្រុមកាកបាទក្រហមឃុំផងដែរឯកឧត្តមនូសាខនបានសម្ដែងនៃការចូលរួមសោកស្ដាយយ៉ាងក្រៃលែងចំពោះគ្រួសាររងគ្រោះទាំងអស់ដែលទទួលរងការខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងដោយសារតែគ្រោះមហន្តរាយធម្មជាតិហើយក៏សូមឲ្យបងប្អូនទប់ចិត្តទប់អារម្មណ៍ព្រោះហេតុការណ៍អ្វីៗក៏អាចកន្លងផុតទៅបានដែរប្រការសំខាន់គឺជីវិតរបស់យើងបានរស់នៅនិងប្រឹងប្រែងប្រកបមុខរបររកស៊ីចិញ្ចឹមគ្រួសារឡើងវិញដើម្បីបានរស់នៅសមរម្យក្នុងសង្គមជាតិឯកឧត្តមបានបញ្ជាក់ថាជានិច្ចការសម្ដេចគតិព្រឹទ្ធបណ្ឌិតប្រធានតែងតែមានការគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទៅដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗនិងជនដែលងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែងនិងនៅគ្រប់ពេលវេលាដោយគ្មានការរើសអើងពូជសាសន៍សាសនាប្រពៃណីប្រកាន់វណ្ណៈពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយសូមបញ្ជាក់ជូនថាកាលពីរសៀលថ្ងៃទី17ខែឧសភាឆ្នាំ2026មានភ្លៀងនិងខ្យល់បោកបក់យ៉ាងខ្លាំងបណ្ដាលឲ្យមានផលប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋចំនួន23ខ្នងក្នុងនោះផ្ទះទទួលរងការខូចខាតរបាក់ដំបូលរបាក់ជញ្ជាំងជាមធ្យមចំនួន19ខ្នងផ្ទះនិងរលំខូចខាតទាំងស្រុងចំនួន4ខ្នងផ្ទះនៅក្នុងភូមិចំនួន5នៃឃុំព្រែកអញ្ចាញ់ស្រុកមុខកំពូលគ្រោះមហន្តរាយខ្យល់កន្ត្រាក់នេះពុំមានផលប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វនោះឡើយសម្ភារៈអំណោយមនុស្សធម៌ដែលបានផ្ដល់ជូនគ្រួសាររងគ្រោះក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមមី1កេសទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរទឹកសុទ្ធ1កេសត្រីខ1យួរខិតសម្លៀកបំពាក់មនុស្សចាស់ក្មេងនិងក្រមាមួយកញ្ចក់នឹងបានផ្ដល់បន្ថែមជូនប្រជាពលរដ្ឋដែលរងគ្រោះលំផ្ទះទាំងស្រុងចំនួន4គ្រួសារដែលក្នុងមួយគ្រួសារទទួលបានកៅស៊ូតង់ចំនួន1ផ្ទាំងដែលឡាយចំពោះថវិកាសាខាឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ19គ្រួសារដែលរងផលប៉ះពាល់មួយជុំក្នុងមួយគ្រួសារចំនួន200,000រៀលនិង4គ្រួសារទៀតរងគ្រោះរលំផ្ទះទាំងស្រុងបានផ្ដល់ថវិកាជូនគ្រួសារនីមួយៗចំនួន1លានរៀលក្នុងពេលជាមួយគ្នានោះផងដែរឯកឧត្តមប្រធានគណៈប្រតិភូក៏បានផ្ដល់ជូននូវថវិកាបន្ថែមជូនដល់យុទ្ធជននៅជួរមុខក្នុងម្នាក់ដែលជាមេគ្រួសាររងគ្រោះដែលនោះនៅថវិកាចំនួន40,000រៀលដើម្បីជួយជាសហុយសម្រាប់ធ្វើដំណើរត្រឡប់ទៅអង្គភាពដើមវិញនាពេលដ៏ខ្លីខាងមុខនេះ